បាទចំណុចទី1ជើងចចជើងចផ្ញើជើងជាមួយនឹងភញ្ជនៈអក្សរខតើផ្ញើជើងទៅសំឡេងវាប្រែប្រួលឬក៏រក្សាដូចដើមដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមដូចតទៅបាទជើងចជើងចជើងចផ្ញើជើងជាមួយនឹងភញ្ជនៈខចឹងជើងចនិងចខហ្នឹងគឺជាភញ្ជនៈពួកអដូចគ្នាចឹងតើសំឡេងពេលផ្សំចូលគ្នាទៅឬក៏ផ្ញើជើងហ្នឹងសំឡេងវាយ៉ាងដូចម្ដេចដែរគឺខចគឺសំឡេងពួកអទាំងអស់សំឡេងរួមរបស់វាគឺសំឡេងពួកអចឹងយើងដាក់ស្រៈនិស័យចូលទៅឃើញថាសំឡេងពួកអណាខចដោយសារតែខនឹងគឺជាភញ្ជនៈពួកខ្លាំងស្ថិតនៅក្រោមភញ្ជនៈពួកខ្លាំងចំណែកឯចក៏ស្ថិតនៅក្នុងក្រោមភញ្ជនៈពួកខ្លាំងដែរអញ្ចឹងខ្លាំងប៉ះខ្លាំងណាមួយវាជាពួកអដូចគ្នាអញ្ចឹងអត់មានទាញសូរអីទេសូរវាធម្មតាសូររួមរបស់វាគឺពួកអឧទាហរណ៍ថាខជើងចខ្ចអៅខ្ចៅនេះខ្ចៅនៅតាមវាស្រែបាទចំណុចទី2គឺជើងចជើងចផ្ញើជើងជាមួយនឹងភញ្ជនៈអក្សរខតើជើងចផ្ញើជើងទៅសំឡេងវាប្រែប្រួលឬក៏រក្សាសូរសំឡេងដូចដើមបាទដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមដូចតទៅបាទជើងចជើងចជើងចផ្ញើជើងជាមួយនឹងភញ្ជនៈខតើសំឡេងវាយ៉ាងដូចម្ដេចខជើងចខ្ចខចវាគឺជាពាក្យទំនាញសូរប៉ុន្តែមិនស្ថិតនៅក្នុងករណីទំនាញសូរនោះទេដោយសារតែខហ្នឹងស្ថិតនៅក្នុងភញ្ជនៈក្រុមខ្លាំងចំណែកឯចក៏ស្ថិតនៅក្នុងក្រុមភញ្ជនៈក្រុមខ្លាំងដែរអញ្ចឹងអត់មានទាញទេដោយសារតែហេតុអីបានអត់ទាញដោយសារខអត់ទាញជើងទាញចមកជាក្រុមពួកអបានផងនៅខ្ចដដែលអញ្ចឹងណាវាទាញនេះខជើងចខ្ចដាក់ស្អឹកខ្ជឹងខ្ចឹងខជើងចខ្ចដាក់ស្អឹកជាស្អឹកខ្ជឹងខ្ចឹងត្រូវខ្ចឹងណាបាទចំណុចទី3គឺជើងញមានច្រើនទម្រង់ណាមានទាំងជើងញបែបបាលីជើងញធម្មតាផ្ញើជើងជាមួយនឹងភញ្ជនៈអក្សរខតើសំឡេងវាយ៉ាងដូចម្ដេចដែរបន្ទាប់ពីផ្ញើជើងហើយបាទជើងញជើងញផ្ញើជើងជាមួយនឹងភញ្ជនៈអក្សរខជើងញផ្ញើជើងជាមួយនឹងអក្សរខអញ្ចឹងសំឡេងវាយ៉ាងដូចម្ដេចដែរគឺមានន័យថាសំឡេងវាគឺខញមានថាញបដូរសំឡេងពីញទៅមកជាញដោយសារខទាញឲ្យផ្លាស់ប្ដូរគ្នាពីនេះទាញមកពួកអពួកអីញជាភញ្ជនៈពួកប៉ុន្តែដោយសារមួយទៀតហេតុផលមួយទៀតគឺដោយសារខស្ថិតនៅក្នុងភញ្ជនៈក្រុមខ្លាំងចំណែកឯញស្ថិតនៅក្នុងក្រុមភញ្ជនៈក្រុមខ្សោយអញ្ចឹងខ្លាំងទាញខ្សោយសូរសំឡេងរួមរបស់វាគឺពួកអខ្ញខជើងញខ្ញអីខ្ញីថែមស្រៈនិស័យស្អីមកខ្ញីខជើងញខ្ញឯខ្ញែរមាស់ហ្នឹងផ្លែវារមាស់ខជើងញខ្ញអមខ្ញុំគេរូបខ្ញុំផ្ទាល់ចឹងក៏បានដែរណាបាទចំណុចទី4តជើងផ្ញើជើងជាមួយនឹងភញ្ជនៈអក្សរខតើភញ្ជនៈអក្សរតហ្នឹងផ្ញើជើងជាមួយនឹងភញ្ជនៈអក្សរខសំឡេងវាប្រែប្រួលឬក៏សំឡេងវានៅដដែលព្រោះអីវាពួកអដូចគ្នាបាទជើងត
តជាងតផ្ញើជើងជាមួយនឹងចិញ្ចនៈខថាតើវាប្រែប្រួលសំឡេងយ៉ាងដូចម្ដេចអញ្ចឹងខជាងតអានថាកតខតខតអញ្ចឹងសំឡេងវាមានប្រែប្រួលទេអត់មានទាញសូទេណាមួយវាគឺជាចិញ្ចនៈពួកអដូចគ្នាហើយសុទ្ធតែជាចិញ្ចនៈស្ថិតនៅក្រុមខ្លាំងដូចគ្នាមានថាតស្ថិតនៅក្នុងចិញ្ចនៈក្រុមខ្លាំងខក៏ស្ថិតនៅក្នុងចិញ្ចនៈក្រុមខ្លាំងតក៏ស្ថិតនៅក្នុងក្រុមចិញ្ចនៈខ្លាំងអញ្ចឹងខ្លាំងប៉ះខ្លាំងសំឡេងវាមិនប្រែប្រួលទេខជាងតខ្តតគឺឋានៈពាក្យវាកិរិយាសព្ទមន់ខ្តតជាដើមបាទចំណុចទី5ជើងតជើងតផ្ញើជើងជាមួយនឹងចិញ្ចនៈអក្សរខតើសំឡេងវាយ៉ាងដូចម្ដេចដែរជើងតព្រោះឯជើងតហើយនឹងខហ្នឹងគឺពួកមួយពួកមួយពួកបន្ទាប់ពីផ្ញើជើងទៅសំឡេងវាប្រែប្រួលឬក៏សំឡេងវានៅដដែលបាទជើងតជើងតផ្ញើជើងជាមួយនឹងចិញ្ចនៈខតើខជើងតហ្នឹងក្តឬក៏ខ្តដោយសារខគឺជាចិញ្ចនៈពួកតគឺជាចិញ្ចនៈពួកអញ្ចឹងខតដដែលសំឡេងរបស់វាទោះបីខជាសំឡេងពួកក៏ដោយហើយតជាសំឡេងពួកក៏ដោយសារតែវាស្ថិតនៅក្នុងក្រុមខ្លាំងដូចគ្នាពាក្យថាស្ថិតនៅក្នុងចិញ្ចនៈក្រុមខ្លាំងដូចគ្នាគឺអត់មានអ្នកណាទាញអ្នកណាទេខ្លាំងប៉ះខ្លាំងគឺនៅតែខ្លាំងឧទាហរណ៍ថាខជើងតខ្ទើខ្ទឹមកខ្ទឹមនេះខ្ទឹមមើមខ្ទឹមនេះស្លឹកខ្ទឹមបាទមួយទៀតខជើងតខ្ទើដាក់ស្អះជាស្អះខ្ទះឆាសម្រាប់ចៀនឬក៏ឆាម្ហូបទី6ជើងនជើងផ្ញើជើងជាមួយនឹងចិញ្ចនៈអក្សរខយើងដឹងហើយនគឺជាចិញ្ចនៈពួកចំណែកឯខគឺជាចិញ្ចនៈពួកតើសំឡេងវាប្រែប្រួលឬក៏សំឡេងវានៅដដែលដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមបាទជើងនផ្ញើជើងជាមួយនឹងចិញ្ចនៈខថាតើនៅពេលដែលផ្ញើជើងសំឡេងវាយ៉ាងដូចម្ដេចដែរអញ្ចឹងខជើងនអានថាខ្នឬក៏ខជើងនអានថាខ្នអញ្ចឹងសញ្ញារបស់វាគឺខណបាទដោយសារបដូរសំឡេងពីណទៅជាណមូលហេតុអ្វីដោយសារតែខចិញ្ចនៈខស្ថិតនៅក្នុងក្រុមខ្លាំងចំណែកឯណស្ថិតនៅក្នុងចិញ្ចនៈក្រុមខ្សោយអញ្ចឹងខ្លាំងប៉ះខ្សោយគឺខ្លាំងទាញមានតែបដូរសំឡេងពីណទៅជាណអញ្ចឹងឧទាហរណ៍ថាខ្នខជាណខ្នបាត់ដៃខ្នងដៃខ្នងខជាណខ្នដៃបាត់ដៃខ្នងដៃឧទាហរណ៍មួយទៀតខជាណខ្នរខ្នុលបាទខជាណខ្នដាក់ស្អើខ្នើយសម្រាប់គេង7ជើងពជើងផ្ញើជើងជាមួយនឹងចិញ្ចនៈអក្សរខបាទពគឺជាចិញ្ចនៈពួកចំណែកឯខគឺជាចិញ្ចនៈពួកនៅពេលដែលផ្សំចូលគ្នាតើសំឡេងវាប្រែប្រួលយ៉ាងដូចម្ដេចជើងជើងផ្ញើជើងជាមួយនឹងចិញ្ចនៈខតើសំឡេងវាយ៉ាងដូចម្ដេចដែរនៅពេលដែលផ្ញើជើងជាមួយចិញ្ចនៈខជើងអានកឬក៏កប៉អញ្ចឹងខ្ញុំសរសេរមកខពអញ្ចឹង
សំឡេងវាអត់មានប្រែប្រួលទេអត់មានទាញសូរអីទាំងអស់ដូចសំឡេងដើមដោយសារតែហេតុផលរបស់វាគឺខស្ថិតនៅក្នុងព្យញ្ជនៈខ្លាំងចំណែកឯពក៏ស្ថិតនៅក្នុងព្យញ្ជនៈខ្លាំងដែរក្រុមព្យញ្ជនៈអញ្ចឹងអត់មានទាញសំឡេងទាញសូរអីទេហេតុផលគឺវាស្ថិតនៅក្នុងក្រុមខ្លាំងដូចគ្នាឧទាហរណ៍ថាខជើងពក្ពើដងនេះក្ពើដងបែកចឹងណាបែកចេញជាក្តាប់ហើយប៉ុន្តែបើក្ពើដងមួយនេះគឺអត់ទាន់បែកទេមួយទៅវែងឡើងលើនោះឆ្កុយអត់ទាន់បែកទេមួយទៀតខ្ពស់ដើមដងខ្ពស់ត្រឆៃមួយទៀតខ្ពើមរអើមក្អួតចង្អោមួយទៀតតកតនឹងខជើងខ្ពកដងធ្លាក់លសូខ្ពកបាទចំណុចទី8ជើងមកផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរខយើងដឹងហើយមកគឺជាព្យញ្ជនៈពួកប៉ុន្តែក្រុមខ្សោយចំណែកឯខគឺជាព្យញ្ជនៈពួកប៉ុន្តែក្រុមខ្លាំងតើនៅពេលដែលផ្សំយកគ្នាតើសំឡេងវាយ៉ាងដូចម្តេចដែរជើងមកជើងមកផ្ញើជើងជាមួយនឹងព្យញ្ជនៈខចឹងខដាក់ជើងមកផ្ញើជើងមកផ្ញើជើងជាមួយខអានថាខមមានតែបដូរសំឡេងពីមកទៅជាមកដោយសារខហ្នឹងគឺជាព្យញ្ជនៈពួកខ្លាំងណាចឹងវាទាញសូរខគឺជាព្យញ្ជនៈពួកខ្លាំងចំណែកឯមកគឺជាព្យញ្ជនៈក្រុមខ្សោយចឹងខ្លាំងទាញខ្សោយមករកខ្លាំងចឹងខមបដូរពីមកទៅជាមកខមខជើងមកខ្មឧទាហរណ៍ថាខ្មងជើងនោះខ្មងជើងមួយទៀតតកតងនឹងឧទាហរណ៍មួយទៀតខ្មោតស៊ីអង្គខ្មោតពណ៌ខ្មៅខ្មោតស៊ីអង្គមួយទៀតខជើងមកខ្មៅឬក៏សពណ៌ខ្មៅឬក៏ពណ៌សចំណុចទី9ជើងយកផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរខយកជើងយកហ្នឹងគឺតកតងនឹងព្យញ្ជនៈពួកប៉ុន្តែខគឺជាព្យញ្ជនៈពួកនៅពេលដែលផ្សំជើងចូលគ្នាតើសំឡេងវាយ៉ាងដូចម្តេចដែរដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមដូចតទៅបាទជើងយកជើងយកផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរខតើយកផ្ញើជើងជាមួយខតើសំឡេងវាដូចម្តេចដែរអញ្ចឹងខជើងយកខ្យមានថាខទាញជើងយកនោះជាពួកព្រោះយកជាព្យញ្ជនៈពួកអញ្ចឹងបដូរសំឡេងពីយកមកយកអញ្ចឹងខទាញដោយសារហេតុផលគឺខស្ថិតនៅក្នុងព្យញ្ជនៈក្រុមខ្លាំងចំណែកឯយកស្ថិតនៅក្នុងក្រុមព្យញ្ជនៈក្រុមខ្សោយអញ្ចឹងខ្លាំងទាញខ្សោយបាទបដូរសំឡេងហ្នឹងសំឡេងវាពួកសំឡេងរួមណាខជើងយកខ្យឧទាហរណ៍ថាខ្យល់ខជើងយកខ្យល់បក់ឡើងប៉ើងធៀងដងណាស្លឹកដងហើយមួយទៀតខជើងយកខ្យងចាក់ខ្យងញ៉ាំខ្យងមួយទៀតខជើងយកខ្យាដំរីមានពឹសណាពឹសតិចខ្លាំងបាទចំណុចទី10ជើងលើផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរខតើសំឡេងវាយ៉ាងដូចម្តេចដែរយើងដឹងហើយលើគឺជាព្យញ្ជនៈពួកចំណែកឯខគឺជាព្យញ្ជនៈពួកប៉ុន្តែលើស្ថិតនៅក្រុមព្យញ្ជនៈខ្សោយហើយខស្ថិតនៅក្នុងព្យញ្ជនៈខ្លាំងតើសំឡេងវាយ៉ាងដូចម្តេចដែរបាទជើងលើជើងលើផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរខជើងលើអានថាខ្លព្រោះអីវាទាញសូបដូរពីលើមកឡខឡខទាញសំឡេងលើមកឡបានអានថាខ្ល
ដោយសារតែខស្ថិតនៅក្នុងក្រមព្យញ្ជនៈខ្លាំងចំណែកឯលស្ថិតនៅក្នុងក្រមព្យញ្ជនៈខ្សោយបាទគឺខ្លាំងទាញខ្សោយចឹងខទាញលមកលមកស្រៈពួកអសំឡេងពួកអឧទាហរណ៍ថាខ្លាខជាងលខ្លខ្លអាខ្លាខជាងលខ្លខ្លស្អុកខ្លុកញើខ្លុយខជាងលខ្លខ្លអោខ្លោខ្លោងទ្វាខ្លោងទ្វាសាលារៀនខ្ញុំបាទចំណុចទី11ជើងវផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរខតើសំឡេងវាយ៉ាងដូចម្ដេចដែរបន្ទាប់ពីធ្វើការផ្ញើជើងទៅព្យញ្ជនៈខយើងដឹងហើយវគឺជាព្យញ្ជនៈពួកអចំណែកឯខគឺជាព្យញ្ជនៈពួកអបាទជើងវជើងវផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរខខជើងវអានថាខ្វដោយសារតែខគឺជាខជើងវខ្វខគឺជាព្យញ្ជនៈពួកអចំណែកឯវជាព្យញ្ជនៈពួកអប៉ុន្តែទាញសូបានទាញសូពីវមកវចឹងបានខជើងវខ្វសំឡេងរបស់រួមរបស់វាគឺពួកអព្យញ្ជនៈពួកអខជើងវខ្វដោយសារតែខហ្នឹងគឺស្ថិតនៅក្នុងក្រមព្យញ្ជនៈខ្លាំងចំណែកឯវស្ថិតនៅក្នុងក្រមព្យញ្ជនៈខ្សោយហេតុផលរបស់វាគឺខ្លាំងទាញខ្សោយពីវមកវខជើងវខ្វខជើងវខ្វឧទាហរណ៍លហុងខ្វងផ្លែលហុងខ្វងស្លឹកផ្លែលហុងខ្វងនិងដើមលហុងខ្វងមួយទៀតខជើងវខ្វអេខ្វេអន្តខ្វិតផ្លែខ្វិតត្រាំខ្វិតដុំខជើងវខ្វខ្វែកសត្វខ្វែកស្បូវខ្វែករស់ស៊ីពេលយប់បាទចំណុចទី12ជើងសផ្សំឬក៏ផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរខតើនៅពេលដែលផ្ញើជើងទៅព្យញ្ជនៈទាំងពីរហ្នឹងសំឡេងយ៉ាងដូចម្ដេចព្រោះអីវាគឺជាព្យញ្ជនៈពួកអដូចគ្នាបាទជើងសជើងសផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរខយើងដឹងហើយខហើយនឹងសហ្នឹងគឺជាព្យញ្ជនៈពួកអដូចគ្នាអញ្ចឹងខជើងសក្សធម្មតាពួកអដូចគ្នាអត់ទាញសូអីទេដោយសារខហ្នឹងគឺព្យញ្ជនៈពួកអចំណែកឯសក៏ព្យញ្ជនៈពួកអបាទអញ្ចឹងខជើងសខ្សយើងដាក់ស្រៈនិស្ស័យចូលមកគឺសំឡេងវានៅដដែលអញ្ចឹងស្រៈនិស្ស័យឧទាហរណ៍ខជើងសខ្សដាក់ស្អាខ្សាមិនខ្សៀទេខ្សាធម្មតាអញ្ចឹងខជើងសខ្សអាខ្សាចោសាច់តែមួយខ្សាច់ដៃខ្សាច់មួយទៀតខជើងសខ្សដាក់ស្អែខ្សែក្រវ៉ាត់នេះក្រវ៉ាត់ហ្នឹងបានទាញសូដែរហ្នឹងពីព្យាងខ្សែក្រវ៉ាត់